សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងជួបគ្នាបន្តទៀតតាក់ទងទៅនឹងលំហាត់របស់កម្មវិធី Photoshop បាទនៅវគ្គមុនគឺយើងបានរៀនតាក់ទងនឹងធ្វើសត្វចម្លែកតាក់ទងទៅនឹងយើងធ្វើ layer mask បាទនៅត្រង់មេរៀននេះគឺ layer mask ដដែលប៉ុន្តែយើងធ្វើតាក់ទងទៅនឹងដាក់រូបពុកមាត់បាទឲ្យមនុស្សស្រីម្នាក់នេះដោយយើងប្រើ layer mask ដូចគ្នាដូចសត្វចម្លែកដែរបាទឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាយើងត្រូវបើកកម្មវិធី Photoshop បាទបន្ទាប់មកយើងចុចលើ file យកពាក្យ open បាទហើយយើងត្រូវជ្រើសរើសយកតើ folder មួយណាដែលជា folder លំហាត់របស់យើងបាទគឺ mask file បាទអញ្ចឹងបងប្អូនត្រូវចុចជ្រើសរើសយករូបពីរបាទគឺរូបទី1គឺរូបបរិសុទ្ធមានពុកមាត់ទី2គឺរូបបាទស្ត្រីម្នាក់នេះបាទបន្តមកយើងត្រូវចុចopen បាទអញ្ចឹងការជ្រើសរើសរូបដូចជាលំហាត់មុនដូចគ្នាចុច control ឲ្យជាប់ដើម្បីរើសយករូបបានម្ដង2បាទក្នុងពេលតែមួយអញ្ចឹងយើងចុច open អញ្ចឹងរូបយើងនឹងបានរូប2បាទបានរូប2នេះអញ្ចឹងគោលបំណងរបស់យើងដំបូងបំផុតយើងត្រូវដោះសោរបស់ layer នឹងសិនបាទចុចដោះសោចុចពីរដងលើរូបសោហើយចុច OK ទៅកាន់ទាំងរូបមួយទៀតបាទគឺរូបបរិសុទ្ធមានពុកមាត់យើងត្រូវចុចពីរដងនៅលើរូបសោបាទហើយចុច OK ដើម្បីដោះសោ layer រូបភាពបាទអញ្ចឹងអ្នកនរគ្នាត្រូវឈរនៅលើ layer បរិសុទ្ធពុកមាត់ម្នាក់នេះបរិសុទ្ធមានពុកមាត់ម្នាក់នេះបាទអញ្ចឹងយើងចាប់ផ្ដើម select យករូបរបស់បរិសុទ្ធពុកមាត់ម្នាក់នេះទៅដាក់នៅលើរូបដាក់នៅលើរូបស្ត្រីម្នាក់នេះបាទអញ្ចឹងយើងត្រូវឈរនៅលើរូបបរិសុទ្ធម្នាក់នេះហើយចុច Ctrl A បាទ Ctrl A ដើម្បី select រូបហើយយើងត្រឡប់មកឈរនៅលើរូបភាពរបស់ស្ត្រីនេះវិញបាទបន្ទាប់មកយើងចុច Ctrl V បាទដើម្បីផាសឬក៏ដិតចម្លងបាទរូបភាពបរិសុទ្ធនេះមកអញ្ចឹងដើម្បីចាប់លើរូបភាពបរិសុទ្ធនេះបានយើងត្រូវចុចលើ Move Tool បាទបន្ទាប់មកយើងទាញមកខាងតាមដៃមានន័យថាគឺយើងត្រូវសេរីទំហំបាទត្រូវបដូរទំហំរួមមុខរបស់បរិសុទ្ធនេះឲ្យប៉ុននឹងមុខរបស់ស្ត្រីនេះដើម្បីងាយស្រួលយើងផ្ដើមយកពុកមាត់របស់គាត់បាទបែបនេះហើយយើងចាប់លើកមកដាក់អញ្ចឹងដើម្បីងាយស្រួលមួយយ៉ាងទៀតដោយលំហាត់មុនដែរអ្នកនរគ្នាត្រូវបដូរកន្លែង opacity នេះមកលេខ60ឬក៏70បាទអញ្ចឹងយើងអាចឃើញរូបត្រួតស៊ីគ្នាដល់បែបនេះហើយយើងមិនអាចចាប់លើករូបបានទេយើងត្រូវចុចលើឧបករណ៍ Move Tool សិនបាទហើយយក apply អញ្ចឹងមិនអាចយើងអាចចាប់លើករូបបរិសុទ្ធនេះបានបាទអញ្ចឹងយើងអាចមើលឃើញរូបពីរយើងសេរីភ្នែកឲ្យចំគ្នាមកបាទឲ្យចំគ្នាដើម្បីឲ្យរូបយើងស្អាតហើយមាត់ឲ្យចំគ្នាបែបនេះតោះមកយើងចុច enter បាទបានហើយ